សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនឹងចែករំលែកចំណេះដឹងការបញ្យល់បន្ថែមដែរជូនប្រិយមិត្តទាំងអស់គ្នាណាហើយក្នុងដៃខ្ញុំនេះគឺជាប្រភេទថ្មសម្រាប់សម្អាតធូលីបូមធូលីហើយដោយសារតែថ្មនេះវាអស់សុពលភាពបានន័យថាវាដល់ឆ្នាំវាដែលត្រូវខូចដូចជានៅក្នុងនេះបានបញ្ជាក់ថាតាំងពីឆ្នាំ2021អញ្ចឹងវារយៈពេល25ចូល4ឆ្នាំហើយអញ្ចឹងវាសមស្របហើយថ្មជាទូទៅវាល្បាក់ជាមួយប៉ុណ្ណឹងវានឹងខ្សោយគុណភាពថ្មឡើងមានកម្លាំងអំពែឬក៏វ៉លគ្រប់គ្រាន់ដើម្បីយើងប្រើប្រាស់រយៈពេលយូរហើយអញ្ចឹងក្នុងនឹងនេះគឺជាក្នុងដៃខ្ញុំនេះជាប្រភេទថ្មនេះ original ពីរោងចក្រណាដែលគេបញ្ជាក់នៅក្នុងនឹងស្បែករបស់គេនេះគឺ2.6 អាំពែម៉ោងណាស្មើនឹង67វ៉ាត់នេះបងប្អូនហើយកម្លាំងភ្លើងចេញ25.9 វ៉ុលណាកម្លាំងប្រើប្រាស់ណាបងប្អូនអញ្ចឹងក្នុងហ្នឹងគឺថ្មទាំងអស់វាមាន7គ្រាប់អញ្ចឹងមួយគ្រាប់ 3.7 វ៉ុលជាប្រភេទថ្មលីស្យូមណាម៉ូលីស្យូមអញ្ចឹងថ្មប្រភេទហ្នឹងគឺមានច្រើនប្រភេទណាលីស្យូមមានម៉ាក់ផ្សេងដែរគុណភាពក៏តាមហ្នឹងកម្លាំងក៏តាមហ្នឹងអញ្ចឹងថ្មខ្លះមានតម្លៃថ្លៃថ្មខ្លះវាធូរថ្លៃអញ្ចឹងអានេះយល់តែសារតែថ្មនេះវាមានបញ្ហាវាលែងកាន់ហើយណាអញ្ចឹងតម្រូវទៅដូរថ្មថ្មីអញ្ចឹងថ្មដែលថ្មីត្រូវដូរនេះគឺកម្លាំងគឺប្រភេទ2.6 អាំពែដូចគ្នាក្នុងមួយគ្រាប់ហើយកម្លាំងវ៉លភ្លើងវ៉លវាគឺ3.7 វ៉ុលដូចគ្នាមកនេះហើយជាប្រភេទថ្មលីស្យូមដូចគ្នាហើយ brand របស់គេ Sun Power នេះ 3.7 វ៉ុលណាស្បែកបងប្អូនហើយអាំពែគឺ2600 មីលីអាំពែហើយឈ្មោះថ្មហ្នឹងបងប្អូនអាចចំណាំពីប្រភេទ18.650 គុតបានន័យថាទំហំនេះ16 មីលីម៉ែត្រប្រវែងនេះគឺ650 មីលីម៉ែត្រណាទទឹងនេះ18 មីលីម៉ែត្រនេះបណ្ដោយនេះគឺ650 មីលីម៉ែត្រនឹងឈ្មោះថ្មនៃចំណាំហ្នឹងអញ្ចឹងខ្ញុំនឹងផ្លាស់ប្ដូរណាយកថ្មនេះផ្លាស់ប្ដូរថ្មនេះចេញណាបងប្អូនអញ្ចឹងសូមបងប្អូនទស្សនាសកម្មភាពខ្ញុំផ្លាស់ប្ដូរថ្មនេះតែមុននឹងផ្លាស់ប្ដូរខ្ញុំនឹងវាស់កម្លាំងវ៉លរបស់ថ្មហ្នឹងណា2 4 6 7ទាំងថ្មមាន7ខ្ញុំនឹងវាស់ថ្មក្នុងក្របជូនបងប្អូនថាតើកម្លាំងវ៉លវាពិតជា 3.7 វ៉ុលអត់ណាបងនេះចឹងនេះអូម៉ែត្រខ្ញុំកាច់ធម្មតាចឹងយើងចាំមើលស្ពេចរបស់គេដាក់មកវាត្រូវនឹងកម្លាំងនឹងអត់អូនណា3.6 ហ្នឹងបានតែយើងអត់ទាន់សាកណាបងប្អូនថ្មថ្មី 3.6 វ៉ុលចឹងបើយើងសាកវានឹងឡើងពេញកម្លាំងរបស់វាព្រោះថ្មណាអត់ទាន់ផ្សារអត់ទាន់អីទេជាណាបើថ្មប្រើហើយវាមានដំណាំចុចផ្សារនៅលើនេះណាដូចគ្នានិយាយទៅថ្មហ្នឹងគឺកម្លាំងប៉ុនគ្នាស្មើតែយើងអត់ទាន់បានសាកហើយជាមួយរបស់ថ្មចាស់វិញណាថ្មមានបញ្ហាចឹងខ្ញុំបោះមកចាស់ខ្ញុំដាក់
ธรรมดาយើងដាក់ចូលដូចគ្នាបានតែ3 V ទេណាបងប្អូនបានតែ3 Vទេក្នុងមកក៏3.1ណាថ្មនេះគឺវាសោយខ្លាំងអញ្ចឹងយើងត្រូវតែបដូរតែយើងអត់បដូរវាប្រើបានយូរទេបងប្អូនម៉ាស៊ីនគេកាប់ចឹងណាគេកាប់ជាប់នឹងអញ្ចឹងយើងត្រូវដោះកាប់នឹងចេញដើម្បីបញ្ចូលថ្មថ្មីគ្រាន់តែយើងចំណាំពោធម្មតាពោបោកពោដកអញ្ចឹងណាបងប្អូនយើងចំណាំទៅអញ្ចឹងខ្ញុំនឹងខ្វេះសម្រាប់តបអបនឹងចេញហើយយើងខ្វេះបើសិនជាយើងអាចប្រើបានសន្ទះនេះយើងនឹងដាក់ចូលវិញតែបើអត់បានទេយើងមិនដាក់សន្ទះទុំដែលចម្លងណាថ្មីចូលអូខេអញ្ចឹងសូមបងប្អូនទស្សនាសកម្មភាពណាចុងដំបូងយើងត្រូវដោះជើងដែលជាប់ជាមួយនឹងបតBMS នេះចេញសិនណានឹងការបតBMS ដើម្បី protect នៃការពារចរន្តណាមួយឆ្លងអីគេគឺបិទឲ្យភ្លើងចាញ់ហ្នឹងណា BMS ហ្នឹងហើយមួយទៀតពេលមកទាំងអស់នេះតើតោមួយយើងមិនដោះយើងចំណាំពោដើម្បីដាក់វេត្រូវជាមួយនឹងនេះណាអញ្ចឹងខ្ញុំគូសចំណាំពោណាបោកពោណាដោះដកខ្ញុំនឹងចំណាំណាហ្នឹងហើយអញ្ចឹងបានន័យថានេះដកខ្ញុំសេញ៉ាដកអានេះបោកខ្ញុំសេបោកដើម្បីយើងងាយស្រួលក្នុងការដាក់បញ្ចូលទៅវិញអញ្ចឹងយើងទៅសេតាមមួយចំហៀងទៅយើងដឹងហើយណាបោកជៀសវាងនៃការវង្វេងណាយើងសេអញ្ចឹងទៅធ្វើយើងធ្វើការលឿនណាបងប្អូនយើងងាយនឹងធ្វើការលឿនយើងរកការងារយើងព្យាយាមចំណាំទៅការគូសឬក៏សេអីមួយកាលណាដែលយើងអត់មានការចំណាំទេគឺយើងអាចដាក់ទៅវិញវាប្រើពេលក្នុងការគិតច្រើនណាចឹងខ្ញុំគាត់ចំណាំតែប៉ុណ្្នឹងមកខ្ញុំងាយស្រួលខ្ញុំដាក់ទៅវិញខ្ញុំបញ្ចូលទៅតាមសញ្ញាមកគឺវាងាយស្រួលហើយរហ័សណាបងប្អូនគឺជើងចាប់ពីB0 រហូតដល់ B ប្រហែលដែលនៅក្នុង BMS នឹងប្រាប់យើងដោះទាំងអស់ទៅហើយបងប្អូនមានចំណាប់អារម្មណ៍ឬក៏មានការផ្លាស់ប្ដូរចង់ផ្លាស់ប្ដូរថ្មបងប្អូនអាច comment ក្នុងវីដេអូរបស់ខ្ញុំខ្ញុំនឹង check ផ្ញើមកខ្ញុំនឹង check ជូនបងប្អូនហើយយើងនឹង check គ្នាទៅថាត្រូវគួរធ្វើយ៉ាងម៉េចតាមនឹងបានតើតើសេវាកម្មគិតធូរជូនបងប្អូនណាមកបងប្អូន comment តាមរយៈវីដេអូរបស់ខ្ញុំនឹងបញ្ចុះតម្លៃសេវាកម្មជូនណាអាចនឹងបញ្ចុះតម្លៃច្រើនជាងបងប្អូនផ្លាស់ប្ដូរនៅខាងក្រៅណាបងប្អូនហ្នឹងហើយឥឡូវខ្ញុំបានដោះបានហើយសម្រាប់បត BMS ហ្នឹងហើយយើងត្រូវប្រុងប្រយ័ត្នហើយយើងឆែកបន្ថែមទៀតបើដែរបានដោះហើយណាបងប្អូនលុយមានការផ្សារទៅដាច់សេម៉ាមួយណាអញ្ចឹងធ្វើឲ្យវាយើងដាក់ថ្មថ្មីទៅវាអត់ប្រយោជន៍ណាអញ្ចឹងក៏យើងដាក់បច្ចេកទៅហើយនេះជាថ្មសំណុំរបស់វាសិនណាឥឡូវខ្ញុំចាប់ដើមដកនេះបងប្អូនដកយើងដកស្នាប់ដែល connect ហ្នឹងណាខ្ញុំដកចេញហើយបើសិនជាដកទៅវាអត់មានបញ្ហាអីខ្ញុំនឹងដាក់បញ្ចូលស្មាច់នឹងចូលវិញណាអូខេអញ្ចឹងខ្ញុំដកនេះពោខាត់ដកណាដកហើយនេះបញ្ជាក់ថានេះពោបោកដែលពោដើម្បីចេញប្រើប្រាស់នឹងមានពីរពោយើងណាអូខេចឹងអ្វីដែលបើកវាគឺខ្ញុំមានតែនេះមួយទេតែកាត់នេះខ្ញុំបូតនេះខ្ញុំបូតចេះមកដើម្បីបកវានាំបកបានប៉ុណ្ណាយើងព្យាយាមបកវាទៅដើម្បីយើងទុកអានេះដើម្បីបញ្ចូលទៅវិញនេះបាទអ្នកទាំងអស់គ្នាដោយសារតែខ្ញុំដកមិញទៅវាមើលទៅមិនអាចយើងយកនេះមកប្រើវិញបានទេណាដោយសារវា
đọ mà bị đặt khôi chứ nè chứ mình là tam nó gì sợi tam nó ta chẳng đặt mây mà nó những đỏ những tiên ở bọt với chân nó chân đó trắng đọ mà hám hay dân trong riêng tam bên đó rồi những ăn về như sao những bạn đặt xây rồi nè nó đã chỗ với lườn chứ mình gặp một mấy châu bên tam thành này chứ net óc này lớn nhưng việc một mấy chỗ nó mạng brand ở Sun Power nó đã châu đó việc của bạn đấy bạn này đã po một mó hàng riệp nick hàng đó hay hàng miền ở ba trong đi nick hàng bộ nè cho một bữa nay chừng làm bán nè chứ nhưng đã đo trong tấn như là nhầm cun chừng làm bánh hay cái này ở bố nhưng lại châu tam slot như trong đó nè đã châu tam slot nó cũng mới là khâu với bây giờ bạn cục chân nám được nhưng mà chuẩn bị gặp chuẩn bị ổn chứ cứ dương việc tới vì lườn đó vậy mình chỉ làm mì cái nào là dương chơi là thưa anh mình ca chân nám ấy cứ anh những thưa ấy dương thời ca kịch làm bài trò bóng ca dương bài trò chân hot trắng xung màu vậy ní dương đang dư dài nâng ca tờ tham mày chứ dương đã trâu hợp biên mình mất nhé bên đang mất rồi hợp với tam thì nhà nó mất dương có nhớ anh biết này của bạn vô thì xong bây giờ tôi áo dương đặt trong đã bỏ nít tam này biết có biết thờ này nhé vì anh bên này bạn thì chứ vì nghe rồi ok lớn nhưng ở nằm xa ở cái này mày nó dương miền làm thế anh ấy chọn mà đi vì đặt nhà dễ như xa tam nó nguyên thất anh ấy mòn đi máu thằng đấy đi như đấy đi cái miền ở nhà làm bài dương xa tìm cho phần ấy dương xa tam nâng thất vì ở nâng món vì thầm nào với nhà này hàng tranh phở chân đất anh ấy chọn mà đi máu đấy ok nhưng mình ở trường Âu làm bài ấy có bài dương trở lòng này nè mò vì đã máu cái việc trong mà xa đi dương này cho mình snap xin vào cái vi sủi chẳng ok cho nhân ở nâng nghiệp trong mình muốn để thằng tranh phở nhưng mình sang tam tận ca mới mới hay này cứ chỉ luôn là nhầm vậy mình cứ nhầm đã nhiều mình nè làm bài xa cho được với nè tam ở bậc cọp xa nó như trận chân dương ở xa này sợi lương từ mòn từ làm bài còn làm món snap lõ mò về bè bấy không bọn là ngày dừng cho tới bia chẳng như cắt mò tiền mắc to về cái này cho này mắc snap cái miếng ấy cho mày này nha mọi người đây đó cái nhà dưỡng
7តជាសេរីដើម្បីបានភ្លើង25 វ៉ុតចេញ9ណាបងប្អូនអញ្ចឹងមកន័យថានេះឧទាហរណ៍ខ្ញុំរៀបរាប់ពេលនេះមកវាមកនេះអានេះវាត្រូវចេញមកនេះណាយើងមើលតាមសញ្ញាវាត្រូវចេញមកនេះចាំមកអាហ្នឹងវាចេញមកនេះវិញអញ្ចឹងអាមួយនេះវាទៅមកនេះមកចេញក្រៅណាយើងមើលតាមសញ្ញាវាទៅអូខេអ្នកនរគ្នាឥឡូវខ្ញុំបានចុចថ្មហ្នឹងចូលសុំរួចរាល់ហើយណាអញ្ចឹងបន្ទាប់ពីចុចហើយខ្ញុំនឹងវាស់ភ្លើងចេញថាតើវាបានប្រមាណវ៉ល់នេះខាងនេះខាងដកហើយខាងនេះខាងចេញខាងបូកណាមុនខ្ញុំតម្លាក់បតចូលខ្ញុំនឹងវាស់បញ្ជាក់បន្ថែមនឹងបន្ថែមទៀតដើម្បី confirm ថាវ៉ល់ពិតជាបានដែលអ្វីយើងត្រូវការអញ្ចឹងខ្ញុំដាក់ពោខាងបូកនេះពោខាងដកហើយយើងចេញប្រើប្រាស់ហ្នឹងតើវាត្រូវអត់បាន25វ៉ុលអត់ប៉ុន្តែនេះបងប្អូននេះបាន 25.41 វ៉ុលណានេះអត់តាមសាកណាបើសាកវាឡើងពេញកម្លាំង 25.9 វ៉ុលហើយអូខេអញ្ចឹងយើងត្រូវ double check ឡើងវិញយើងត្រូវភ្ជាប់នៅconnector ណាហ្នឹងហើយយើងភ្ជាប់អី B1 B2 ដើម្បីឲ្យវាត្រូវតាម standard របស់គេវិញណាអូខេអញ្ចឹងខ្ញុំនឹង connect B1 B2 នេះរហូតដល់ B ប្រហែលដែលយើងលើ B5 ណាអូខេបានទាំងអស់គ្នាឥឡូវខ្ញុំបានបដោះជើងអស់ហើយជើងខ្ញុំបដោះចេញមកអានេះពោចេញក្រៅខ្ញុំអាចយកអាចាស់ប្រើបានតាមមាន connector ល្អអញ្ចឹងខ្ញុំដាក់ទៅវាមាំល្អអញ្ចឹងខ្ញុំចាប់ដើមបញ្ចូលbot ណាអញ្ចឹងយើងដាក់ snap ឲ្យត្រូវជាមួយនឹងតាមរុនចាប់ពី B1 ឡើងទៅយើងដាក់ឲ្យត្រូវទៅណាបងប្អូនស្រែតាមហ្នឹងទៅស្រែត្រូវរុនវាហ្នឹងយើងគាត់ទៅពេលយើងដាក់យើងរៀនប្រុងប្រយ័ត្នតិចដោយសារតែថ្មហ្នឹងវាមានភ្លើងណាហ្នឹងមាន stock ភ្លើងហើយអញ្ចឹងតែយើងកុំឲ្យវាមានបញ្ហាអីយើងព្យាយាមដាក់សំតាមរុនវាមួយនេះរុនហ្នឹងហើយឥឡូវខ្ញុំបញ្ចូលហើយណាចូលតាមជើងគ្រប់ជើងទាំងអស់ហើយអញ្ចឹងយើងអាចផ្សារបញ្ចូលបានណាអូខេគឺអ្នកអបសាសូមប្រុងប្រយ័ត្នទាំងកន្លែងហ្នឹងសាថ្មដែលយើងដូរហ្នឹងវាជាថ្មថ្មីហើយអញ្ចឹងកម្លាំងភ្លើងខ្លាំងអញ្ចឹងកាលណាយើងសារទៅមានការធ្លាស់ធ្លួយអាចប៉ះពាល់ដល់បតណាបតពិបាករកទិញណាហ្នឹងសាបតវាសិនអានេះជាប្រភេទបតសិនសំណុំរបស់គេអញ្ចឹងយើងអាចទិញដូចទេអញ្ចឹងកាលណាកូប៉ីអីមួយឆ្លងអីមួយឆែកបតបញ្ហាធំហ្មងហ្នឹងអូខេនេះបងខ្ញុំផ្សាយហើយអូខេអញ្ចឹងយើងកាត់ជើងនេះចោលទៅជើងនេះវែងនេះកាត់ចោលទៅរួចទេអូខេឥឡូវខ្ញុំនឹងវាស់កម្លាំងភ្លើងចេញភាសាឥឡូវយើងរៀបរួចហើយយើងគាត់នឹងវាស់ confirm ថាមានភ្លើងដើម្បីចេញប្រើប្រាស់អត់ទេអញ្ចឹងខ្ញុំវាស់ជូនបងប្អូនទស្សនានេះពោខាងដកខាងបោកខាងនេះខាងដកនេះបងប្អូនឃើញ 25.40 ចឹងខ្ញុំដាក់សាកថ្មពេញទៅវាមិនឡើងភ្លើងពេញទេណាអូខេ
ចឹងបងប្អូនទាំងអស់គ្នាសម្រាប់ការបង្ហាញការផ្លាស់ប្ដូរថ្មហ្នឹងមានប៉ុណ្ណឹងណាសម្រាប់ជាវីដេអូមួយចំណេះដឹងជូនបងប្អូនណាបងប្អូនអាចនេះទៅហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍មានការផ្លាស់ប្ដូរអីអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានណាខ្ញុំមានតម្លៃពិសេសបើសិនជាបងប្អូន comment នៅក្នុងវីដេអូរបស់ខ្ញុំអរគុណច្រើនជំរាបលាជួបគ្នានៅវីដេអូក្រោយៗទៀត